ជាបឋមសូមគ្រប់គ្រូដែលសេចក្តីគោរពខ្ញុំបានឈ្មោះសានសុខជាគ្រូសាសនាក2ដែលនឹងឡើងធ្វើបទបង្ហាញពាក់ព័ន្ធជាមួយនឹងមេរៀនទី2គឺរង្វាយតម្លៃលទ្ធផលនៃការសិក្សារបស់សិស្សថ្នាក់ជាតិនៅកម្រិតបឋមសិក្សាអញ្ចឹងនៅក្នុងមេរៀននេះយើងក៏បីធ្វើការស្វែងយល់ថាហេតុអីបានជាយើងត្រូវធ្វើការរង្វាយតម្លៃទៅលើលទ្ធផលនៃការសិក្សារបស់សិស្សនៅថ្នាក់ជាតិហ្នឹងនៅកម្រិតបឋមសិក្សាតើមានគោលបំណងអីដែលចាំបាច់ត្រូវធ្វើការវិនិច្ឆ័យទៅលើលទ្ធផលនៃការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សាហ្នឹងជាពិសេសគឺយើងផ្ដោតសំខាន់ទៅលើថ្នាក់ជាតិនោះបាទអញ្ចឹងគោលបំណងនៃការរំលាយតម្លៃទៅលើលទ្ធផលរបស់សិស្សនេះគឺក្នុងន័យដើម្បីអីស្វែងយល់អំពីគោលបំណងនិងសារៈសំខាន់នៃការរំលាយតម្លៃលទ្ធផលនៃការសិក្សាមានន័យថាយើងធ្វើការសិក្សាស្វែងយល់អំពីការរំលាយតម្លៃហ្នឹងរបស់សិស្សនៅកម្រិតបឋមសិក្សាទី2យើងកំណត់អំពីដំណើរដឹងអំពីដំណើរការនៃការធ្វើតេស្តបាទធ្វើតេស្តថ្នាក់ជាតិជាពិសេសនៅថ្នាក់ទី6ហើយមួយទៀតគឺយើងធ្វើការកំណត់នៅស្តង់ដារក៏ដូចជាការសរសេរសំណួររបស់តេស្តហ្នឹងទៅតាមលក្ខណៈស្តង់ដារបាទហើយចំណុចចុងក្រោយនេះគឺយើងគឺផ្ដោតទៅលើការផ្ដោតទៅលើជាការផ្ដល់នៅព័ត៌មានមួយសម្រាប់ក្រសួងអប់រំក៏ដូចជាលោកគ្រូអ្នកគ្រូនៅតាមសាលារៀនសាលាគោលដៅក្នុងការកែលម្អទៅលើការបង្រៀននិងរៀនក៏ដូចជាការរៀបចំធ្វើការតេស្តវិយតម្លៃជាដើមហើយសារៈសំខាន់នៅក្នុងការរំលាយតម្លៃនេះគឺជាជំហានមួយនៅក្នុងការវាស់ស្ទង់ទៅលើគុណភាពនៃការអប់រំបាទក៏ដូចជាការអភិវឌ្ឍគុណភាពសិស្សអញ្ចឹងគឺជាផ្នែកមួយដ៏សំខាន់ដែលជាការជំរុញឲ្យក្រសួងអប់រំណាបានធ្វើការបង្ហាញអំពីការវាស់ស្ទង់នៅកម្រិតនៃការអប់រំរបស់ខ្លួនទៅលើសិស្សទៅតាមសាលាគោលដៅមួយចំនួនក៏ដូចជាការធានាទៅលើគុណភាពនៃការអប់រំនិងការអភិវឌ្ឍនូវគុណភាពសមត្ថភាពនិងចំណេះដឹងរបស់សិស្សបាទហើយយើងនិយាយអំពីទស្សនវិជ្ជាទូទៅលើតេស្តថ្នាក់ជាតិទី6តេស្តថ្នាក់ទី6បាទអញ្ចឹងនៅក្នុងលទ្ធផលតេស្តហ្នឹងយើងឃើញថាយើងមាននៅចំណុចសំខាន់ជាច្រើនដែលយើងនឹងធ្វើការបង្ហាញបាទនៅក្នុងនោះយើងឃើញថាចាប់តាំងពីចាប់ផ្ដើមពីឆ្នាំ2007រហូតមកយើងបានបន្តការអនុវត្តតេស្តថ្នាក់ជាតិហ្នឹងរហូតដល់ឆ្នាំ2013 2016និង2021បាទហើយយើងបានធ្វើតេស្តជាសំណល់គំរូមានន័យថា sample school ហ្នឹងដើម្បីវាស់ស្ទង់នៅសិស្សសមត្ថភាពនៃកម្រិតនៃការយល់ដឹងរបស់សិស្សថ្នាក់ទី6ហ្នឹងបានទូទាំងប្រទេសបាទហើយមួយទៀតគឺយើងបានប្រើប្រាស់តេស្តនោះសម្រាប់ធ្វើការវិយតម្លៃទៅលើប្រព័ន្ធនៃការអប់រំថ្នាក់ជាតិរបស់យើងមិនមែនជាការវិយតម្លៃសម្រាប់តែបុគ្គលនោះទេសិស្សតាមបុគ្គលទេអញ្ចឹងមានន័យថានៅពេលដែលយើងបានធ្វើតេស្តទាំងអស់នោះទៅលើសិស្សនៅតាមសាលារៀនទាំងអស់នោះគឺយើងមិនបានផ្ដោតទៅលើសិស្សតែបុគ្គលទេគឺយើងធ្វើការជាការប្រមូលទិន្នន័យមួយក្នុងការវិយតម្លៃទៅលើលទ្ធផលនៃការអប់រំរបស់ថ្នាក់ជាតិទេបាទហ្នឹងហើយតែយើងអត់បានផ្ដោតទៅលើបុគ្គលរបស់សិស្សតែម្នាក់ទេគឺយើងផ្ដោតរួមទៅលើជាការវិយតម្លៃមួយសម្រាប់ទៅលើប្រព័ន្ធអប់រំនៃថ្នាក់ជាតិអញ្ចឹងគោលបំណងដែលយើងបានបញ្ជាក់ហ្នឹងក៏យើងបានឃើញរួចហើយបាទហើយមួយទៀតគឺយើងនិយាយអំពីដំណើរការនៃការធ្វើតេស្តថ្នាក់ជាតិអញ្ចឹងយើងឃើញថាការធ្វើតេស្តថ្នាក់ជាតិយើងមានរហូតដល់ជំហានចម្បងហ្នឹងចំនួនរហូតដល់20រហូតដល់មានចម្បងហ្នឹងជាច្រើនបាទអញ្ចឹងទី1យើងចាប់ផ្ដើមធ្វើការរៀបចំនៅឧបករណ៍និងសំណួរតេស្តអញ្ចឹងយើងត្រូវដឹងថាដើម្បីធ្វើតេស្តបានដើម្បីអនុវត្តនៅដំណើរការនៃការតេស្តបានយើងត្រូវមានការរៀបចំនៅឧបករណ៍ហើយក៏ដូចជាសំណួរតេស្តថាតើសំណួរតេស្តហ្នឹងយើងប្រើប្រាស់សំណួរបែបណាបាទហើយយើងកំណត់ចំនួនតេស្តហ្នឹងទៅតាមសមត្ថភាពរបស់សិស្សកម្រិតណាទៅតាមភាពជាក់ស្ដែងទី2ការចោះធ្វើតេស្តជាក់ស្ដែងការចោះធ្វើតេស្តជាក់ស្ដែងហ្នឹងគឺយើងផ្ដោតសំខាន់ទៅលើអីផ្ដោតសំខាន់ទៅលើគេហៅថាទីកន្លែងនៃការធ្វើតេស្តទៅតាមស្ថានភាពជាក់ស្ដែងតាមថ្នាក់រៀនយើងប្រើប្រាស់មធ្យោបាយបែបណាដើម្បីក្នុងការកំណត់ទីតាំងនៃការធ្វើតេស្តពេលវេលាណាបាទហ
ហើយមួយទៀតការបញ្ចូលទិន្នន័យនិងវិភាគអញ្ចឹងការបញ្ចូលទិន្នន័យវិភាគនេះគឺជាផ្នែកមួយដែលយើងទទួលបានអំពីលទ្ធផលរបស់សិស្សក្រោយពីការគាត់ធ្វើតេស្តមកយើងចាប់ផ្ដើមយកលទ្ធផលទាំងអស់នោះមកធ្វើការវិភាគអំពីចំណុចណាដែលជាបញ្ហាប្រឈមរបស់សិស្សចំណុចណាដែលយើងគិតថាទទួលបានបន្ទាប់ពីការធ្វើតេស្តហ្នឹងហើយយើងរិះរកនៅដំណោះស្រាយក៏ដូចជាធ្វើការកំណត់នៅទិសដៅបន្តទៀតបន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តហ្នឹងទទួលបានលទ្ធផលជោគជ័យបើលទ្ធផលនោះមិនទាន់បានជោគជ័យទេយើងត្រូវធ្វើការឆ្លោះបញ្ចាំងថានៅចំណុចណាខ្លះដែលសិស្សគាត់ជួបបញ្ហាលំបាកគាត់ប្រឈមមុខខ្លាំងយើងត្រូវធ្វើការដោះស្រាយនិងជួយនៅធ្វើការដោះស្រាយនិងរិះរកមធ្យោបាយផ្សេងៗដើម្បីធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលាបាទហើយមួយទៀតគឺការរៀបចំរបាយការណ៍អញ្ចឹងចាប់តាំងពីការយើងរៀបចំឧបករណ៍តាំងពីការធ្វើសំណួរតេស្តការអាចោះធ្វើតេស្តជាក់ស្ដែងការបញ្ចូលនៅទិន្នន័យក៏ដូចជាការវិភាគអីយើងចាប់ផ្ដើមធ្វើការរៀបចំរបាយការណ៍ដែលយើងបានបង្ហាញអំពីវឌ្ឍនភាពបង្ហាញអំពីការអនុវត្តរបស់យើងនៅក្នុងការរៀបចំដំណើរការនៃការធ្វើតេស្តថ្នាក់ជាតិហ្នឹងដើម្បីជាផុសតាងមួយដើម្បីជាតលហេកមួយបញ្ជាក់អំពីការអនុវត្តនៅការធ្វើតេស្តនោះបាទហើយមុខវិជ្ជាដែលយើងឃើញនោះគឺមុខវិជ្ជានៃការអនុវត្តតេស្តនោះជាទូទៅយើងឃើញរួមមានមុខវិជ្ជាភាសាខ្មែរក៏ដូចជាមុខវិជ្ជាគណិតវិទ្យាបាទហើយសូមបញ្ជាក់ផងដែរថាសំណួរតេស្តដែលបានរៀបចំទៅតាមស្តង់ដារនោះក៏ត្រូវមាននៅកម្រិតភាពលំបាកខុសៗគ្នាដែរដោយយើងចាប់ផ្ដើមពីភាពងាយបាទចេញពីងាយយើងទៅមធ្យមបាទចេញពីមធ្យមយើងទៅលំបាកហើយដែលសំខាន់នោះគឺការផ្ដោតទៅលើចំណេះដឹងនិងការយល់នៅអត្ថន័យក៏ដូចជាការអនុវត្តរបស់សិស្សទៅលើខ្លឹមសារនៃសំណួរខ្លឹមសារនៃតេស្តដែលបានផ្ដល់ជូននោះបាទហើយមួយទៀតយើងនិយាយអំពីលទ្ធផលរបស់លទ្ធផលនៃការសិក្សាបាទអញ្ចឹងលទ្ធផលនៃការសិក្សាយោងទៅតាមទិន្នន័យក្នុងឆ្នាំ2021យើងឃើញថាមុខវិជ្ជាភាសាខ្មែរបន្ទុកមធ្យមរបស់សិស្សហ្នឹងប្រហែលជាខ្ទង់493នៅលើ500វាមុខវិជ្ជាគណិតវិទ្យាបន្ទុកមធ្យមរបស់សិស្សគឺគាត់បាន461នៅលើ500អញ្ចឹងបើយើងធ្វើការប្រៀបធៀបទៅឆ្នាំកន្លងមកដែលយើងបានអនុវត្តចន្លោះពីឆ្នាំ2016និង2021យើងឃើញថាភាសាខ្មែរមានការរីកចម្រើនតិចតួចបាទរីឯគណិតវិទ្យាយើងមានការឃើញថាថយចុះតិចតួចបាទដែលសាលាឯកជននិងទីក្រុងហ្នឹងគឺការមានលទ្ធផលរបស់ការធ្វើតេស្តហ្នឹងមានភាពខ្ពស់ជាងសាលារដ្ឋក៏ដូចជាសាលាជនបទនេះជាផ្នែកមួយដែលយើងចាប់ផ្ដើមធ្វើការដាក់ជាបញ្ហាមួយបាទសួរថាហេតុអីបានជាលទ្ធផលរបស់សាលារៀនឯកជនក៏ដូចជាសាលាទីក្រុងហ្នឹងមានសន្ទុះកើនឡើងជាងការអនុវត្តទៅលើលទ្ធផលរបស់សិស្សនៅសាលារៀនរដ្ឋក៏ដូចជាជនបទណាអាហ្នឹងយើងជាចំណុចមួយដែលសំខាន់ដែរហើយកត្តាដែលប៉ះពាល់ទៅដល់លទ្ធផលនៃការសិក្សាអញ្ចឹងយើងឃើញថាតាមរយៈតេស្តបង្ហាញថាលទ្ធផលសិស្សខុសគ្នាទៅតាមកត្តាផ្សេងដូចជាទី1ភេទបាទអញ្ចឹងយើងឃើញថាសិស្សស្រីគាត់ទទួលបានលទ្ធផលល្អជាងបុរសបន្តិចបាទហើយទី2យើងឃើញថាតំបន់នោះសិស្សទីក្រុងហ្នឹងល្អជាងសិស្សជនបទបាទដោយសារកត្តាជីវភាពណាកត្តាបរិបត្តិនៃការរស់នៅរបស់គាត់វាអាចមានភាពខុសគ្នាដែលជាបញ្ហាមួយដែលធ្វើឲ្យសិស្សជនបទហ្នឹងគាត់មានការជួបការលំបាកហើយភូមិសាស្ត្រអញ្ចឹងភូមិសាស្ត្រតំបន់បឹងទន្លេសាបមាត់សមុទ្រអីទៀតជាងតំបន់ទំនាបអីហ្នឹងគឺជាភូមិសាស្ត្រគឺគាត់រដូវកាលខ្លះគឺដូចជារដូវកាលខែវស្សាអីគឺមានទឹកជន់លិចជាដើមដែលបង្កជាការប៉ះពាល់អាខានដល់ការសិក្សារបស់សិស្សជាដើមបាទហើយមួយទៀតគឺប្រភេទសាលាអញ្ចឹងប្រភេទសាលាមួយចំនួនគាត់បានអនុវត្តបាទហើយសាលាមួយចំនួនទៀតក៏គាត់អនុវត្តដែរប៉ុន្តែមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើមហើយនឹងការចូលរៀនរបស់សិស្សក៏ដូចជាការមានឧបករណ៍អេឡិចត្រូនិកជាដើមបាទហើយសរុបមកយើងឃើញថាកត្តាទាំងអស់នេះបង្ហាញអំពីតំបន់ការរៀនក៏ដូចជាបរិយាកាសក៏ដូចជាគ្រួសារគឺមានលទ្ធផលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលនៃការសិក្សារបស់សិស្សហ្នឹងបាទហើយជាចុងក្រោយបើយើងធ្វើការសន្និដ្ឋានសំខាន់យើងឃើញថាតាមរយៈការវិយតម្លៃហ្នឹងគឺជាមធ្យោបាយមួយដែលវាស់ស្ទង់ទៅលើគុណភាពនៃការអប់រំបាទ
ហើយមួយទៀតលទ្ធផលសិក្សារបស់សិស្សនៅកម្រិតថ្នាក់ជាតិមានការរីកចម្រើនបានតិចតួចតែយើងផ្ដោតសំខាន់ទៅលើការជំរុញការចូលរៀនណានិងការប្រើប្រាស់បច្ចេកទេសជំនួយទៅដល់ការសិក្សាផងដែរបាទសូមអរគុណបទបង្ហាញ